ការមួយដែលប្រកាសកាលហ្នឹងសេចក្តីថ្លែងការណ៍ហ្នឹងគឺនិយាយអំពីការតវ៉ាចំពោះការរំលោភឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជានៅ14ទីតាំងបាទ14ទីតាំងហ្នឹងមាននៅ4ខេត្តបងប្អូនខ្ញុំអានឡើងវិញដើម្បីឲ្យបងប្អូនជ្រាបខេត្តទី1គឺខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងតគួនទីតាំង3នេះសំទោសនៅខេត្តនេះមាន3ទីតាំងខេត្តពោធិ៍សាត់មានភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះខេត្តព្រះវិហារមានតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យមានតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ចូលគ្រោះនេះគឺជាតំបន់ទាំង14ទីតាំងដែលរដ្ឋាភិបាលកម្ពុជាអះអាងថាថៃបានទន្ទ្រានឈ្លានពានក៏ប៉ុន្តែ14ហ្នឹងក្រោយមកគឺលោកអ៊ុំសំអានបានរកឃើញថាមិនមែនតែ14ហ្នឹងទេមាន28អញ្ចឹងលោកបានស្រាវជ្រាវទៅពីទាហានជួរមុខផងពីទ័ពថៃដែលគេប្រហោះលើកទង់ជ័យលើកស្អីផងហ្នឹងក៏បាន28ក្រោយមកលោកអ៊ុំសំអានរកឃើញ35អស់ពី35មកគឺរកឃើញដល់ទៅជាង40ឥឡូវដល់ទៅ45ហើយក៏ប៉ុន្តែកម្ពុជានៅតែ14ហ្នឹងអត់ដែលបានកែតួលេខហ្នឹងសោះឬមួយក៏ខាងកម្ពុជាខ្លាចដែលដាក់ទៅថាដីថៃដីខ្មែរថៃយកច្រើនពេកទៅវារកម្មចិត្តវាធ្វើឲ្យកម្ពុជាប្រជាពលរដ្ឋហ្នឹងកាន់តែមួម៉ៅនឹងរដ្ឋាភិបាលខ្លាំងទៀតព្រោះអីអា14កន្លែងហ្នឹងវារកម្មចិត្តអស់ហើយរួចចុះទៅថែមប្រមាណកន្លែងទៀតតើឲ្យប្រជាពលរដ្ឋហ្នឹងទ្រាំនឹងការដែលយើងមិនអាចការពារដែនអធិបតេយ្យយ៉ាងម៉េចបានអញ្ចឹងនៅស្ងៀមជាជាងសដីតាពាជ័យខ្ចីជាជាងទនេមាត់អាទាត់ចោលអ្វីដែលលោកអ៊ុំសំអានរកឃើញក៏មិនទាត់ចោលអាពិតក៏មិនពិតអាមែនក៏មិនមែនអាទេក៏មិនទេហើយនៅតែឃើញថាថៃនៅតែធ្វើទៅដូចថាទៅត្រុករុករៀនអីចឹងទៅស្រាប់តែថ្ងៃនេះចេញសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេស3ខែក្រោយពីចេញសេចក្តីថ្លែងការណ៍លើកដំបូងដែលថាថៃវាយដណ្ដើមឈ្លានពានយកដីខ្មែរបាន14កន្លែងហើយដែលគេថាឡើងដល់40កន្លែងជាងហើយកម្ពុជានៅតែ14កន្លែងហ្នឹងថ្ងៃនេះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី17ខែមីនាសំទោសម្សិលមិញសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាម្សិលមិញដែលទៅខ្ញុំឃើញថ្ងៃហ្នឹងគឺនិយាយអញ្ចេះកម្ពុជាតវ៉ាជំទាស់ជាផ្លូវការមួយទៀតតវ៉ានោះជំទាស់នោះប្រហែលជា1000លើកអីដឹង700ជាងដងហ្នឹងមិនដឹងប្រមាណដងទៀតទេប្រឆាំងនឹងសកម្មភាពឈ្លានពាននិងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូនៅតាមទីតាំងមួយចំនួនដូចខាងក្រោមឥឡូវខ្ញុំរាប់ទីតាំងមួយចំនួនដូចខាងក្រោមថាមានទីតាំងណាខ្លះដែលលើសពីអ្វីដែល14ទីតាំងមុនទីតាំងខាងក្រោមនេះគឺជាទីតាំងថ្មីអត់មាននៅក្នុងការដែលសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី3ខែមករាទេទីតាំងទាំងនេះរួមមានទី1នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំយើងដឹងហើយថាតំបន់តាមាន់ធំគឺថាគេយកបាត់ហើយឥឡូវតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំហ្នឹងនៅខេត្តឧត្តរមានជ័យហ្នឹងកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចាក់ធុនធ្ងន់ជីកកាយដីនិងសាងសង់លេនដ្ឋានបេតុងថ្មីមួយបន្ថែមទៀតអាហ្នឹងមកទីតាំងនៅតំបន់មុំ3បាទមុំ3អត់មាននៅក្នុងនេះទេនៅក្នុងអាកន្លែងនៅខេត្តឧត្តរមានជ័យហ្នឹងអឺមានប្រាសាទតាមាន់ធំប៉ុន្តែអត់មានភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំដូច្នេះភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំហ្នឹងគឺជាទីតាំងថ្មីហើយតំបន់មុំ3ក៏អត់មានសរសេរនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី3ខែមករាដែរអញ្ចឹងបានន័យថាតំបន់មុំ3ខេត្តព្រះវិហារម្ដុំភ្នំ469នេះក៏ថ្មីដែរម្ដុំភ្នំ469កងកម្លាំងប្រដាប់អាវុធថៃធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនរួមទាំងរូបសំណាកព្រះពុទ្ធផងដែរអញ្ចឹងមានទីតាំងថ្មីទៀតដែរទីតាំងថ្មីទៀតគឺនៅភូមិថ្មដូននៅក្នុងនេះអត់មានចែងទេនៅក្នុងសេចក្តីប្រកាសគាត់លើកមុនហ្នឹងនៅស្រុកបន្ទាយ7ខេត្តបន្ទាយមានខេត្តឧត្តរមានជ័យហ្នឹងគឺកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននៅភាគខាងលិចនៃតំបន់ដំណាក់ស្ដាច់ឃើញទេតំបន់ខាងលិចតំបន់ដំណាក់ស្ដាច់ហ្នឹងក៏អត់មានចែងនៅក្នុងថ្ងៃទី3ខែមករាហ្នឹងដែរអញ្ចឹងថ្មីទៀតហ្នឹងបន្តទៅទៀតនៅតំបន់អានសេះខេត្តព្រះវិហារអានសេះគឺនៅកន្លែង
ខេត្តព្រះវិហារនេះគាត់មានតំបន់អានសេះប៉ុន្តែតើកន្លែងណាទៀតនៅក្បែរតំបន់អានសេះហ្នឹងគាត់និយាយថាខេត្តព្រះវិហារកងកម្លាំងប្រដាប់អាវុធថៃធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនព្រមទាំងលើកទង់ជាតិថៃសកម្មភាពស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើនទៀតរួមទាំងនៅម្ដុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះច្រកទ្វារព្រំដែនអន្តរជាតិអានសេះហ្នឹងគឺនៅនេះគឺគាត់តំបន់អានសេះគាត់ដាក់ជារួមហ្មងប៉ុន្តែឥឡូវនេះគឺចូលដល់ច្រកអន្តរជាតិអានសេះនេះគឺជាអង្គហេតុថ្មីមួយទៀតអឺអូផ្កាស្នេហ៍នៅក្នុងលើកមុនហ្នឹងអូផ្កាស្នេហ៍ហ្នឹងក៏អត់មានដែរនៅក្នុងខេត្តព្រះវិហារហ្នឹងហើយអូផ្កាស្នេហ៍ភ្នំ677ភ្នំ500ដែលកងកម្លាំងប្រដាប់អាវុធថៃរួមជាមួយប្រសង់ថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយអង្គឃើញហើយរឿងទាំងអស់នេះគឺលោកអ៊ុំសំអានរកឃើញមកអញ្ចឹងបានជាក្រសួងការបរទេសអត់ដែលបដិសេធអត់ដែលនិយាយអីសោះតឥឡូវដល់ពេលរកម្មចិត្តពេកបានទៅតែឆ្លើយហិចដីហ្នឹងដីខ្មែរតាគេទន្ទ្រានឈ្លានពានតាំងពីអើយមកតាំងពីយូរមកហើយអត់ដែលបានតាំងទទួលស្គាល់ថាអាហ្នឹងគេឈ្លានពានហ្នឹងថាតែ14ទីតាំងផងឥឡូវនេះកើនឡើងដល់10ប្រមាណទីតាំងទៀតតើដីខ្មែរប្រមាណកន្លែងទៅដែលបាត់បង់ទៅថៃហើយឥឡូវនេះគឺដល់ពេលអស់ពីតំបន់ហ្នឹងនៅតំបន់តាថាវតំបន់តាថាវនេះគឺមែនតើនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី3ខែមករាគាត់មានដែរនៅខេត្តព្រះវិហារមានតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ក៏ប៉ុន្តែតាថាវនៅពេលនេះគឺខេត្តព្រះវិហារកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីនិងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជារួមមានទាំងម្ដុំប្រាសាទដូនទុនអត់មាននៅក្នុងនេះទេណាប្រាសាទដូនទុននេះថ្មីចេះទៀតទេនេះប្រាសាទដូនទុនដែលមានភ្នំ505ភ្នំ333និងតំបន់ច្រកតាថាវអញ្ចឹងច្រកតាថាវនេះគឺមែនតើគាត់កាលពីមុនប្រើពាក្យថាតែតំបន់តាថាវទៅទេណាវាអត់ដឹងថាប្រមាណតំបន់ឥឡូវច្រកតាថាវហ្នឹងគឺចូលនៅក្នុងទីតាំងថ្មីនេះទៀតអស់ពីហ្នឹងទៅគឺនៅតំបន់តាសឹមខ្ញុំសុំទោសអានតាសឹមព្រោះគេសរសេរបុកជើងឥឡូវនេះក្រសួងការបរទេសទៅសេតាសឹមទេបងប្អូនកុំសួរខ្ញុំថាចុះបើអត់ច្បាស់ហ្នឹងមិនក៏បានខំប្រឹងម៉េះអត់មានច្បាស់ទេព្រោះអីខ្ញុំមិនមែនទៅនៅតាសឹមហ្នឹងទេគឺដោយសារតែគេឆ្លើយមកមិនយើងផ្ទៀងផ្ទាត់ទៅឥឡូវក្រសួងការបរទេសគេថាតាសឹមគេទៅប្រហែលមិនមែនតាសឹមទេព្រោះអត់មានបុកជើងទេគាត់ទៅសេតំបន់តាសឹមតំបន់តាសឹមនេះក៏អត់មាននៅក្នុងក្តីប្រកាសពីលើកមុននឹងដែរប៉ុន្តែមាននៅក្នុងការរកឃើញរបស់លោកអ៊ុំសំអានតាសឹមចាក់ច្រែងរបស់ខេត្តព្រះវិហារចាក់ច្រែងនៅខេត្តព្រះវិហារកាលថ្ងៃទី3មករាអត់មានទេឃើញទេឥឡូវមានតាសឹមមានចាក់ច្រែងកងកម្លាំងប្រដាប់អាវុធថៃធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវរចនាចំណុចរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនឥឡូវអស់ពីនឹងមានតំបន់ណាទៀតកងកម្លាំងថៃដោយមានជំនួយពីប្រសង់ថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជាក្នុងតំបន់តាថាវភ្នំទ្រាប់តំបន់អូស្មាច់ប្រាសាទខ្នាខេត្តឧត្តរមានជ័យបងប្អូន12ទីតាំងឃើញទេសរុបដោយបងប្អូនដែលខ្ញុំនិយាយទីតាំងថ្មីអញ្ចឹងលើកមុន14ដែលគាត់ប្រកាសជាផ្លូវការឥឡូវផ្លូវការទៀតថែម12ទៀតអញ្ចឹងបានន័យប្រហែល26អានេះគ្រាន់តែគាត់3ខែក្រោយដែលគេរកឃើញ45គាត់ទៅចោះនៅប្រមាណទៀតដែលយើងអត់ដឹងហើយរដ្ឋាភិបាលអត់ព្រមប្រាប់យើងថាសួរថាប្រកាសនឹងបានមកយើងវិញមិនមែនទេគឺដីយើងត្រូវដឹងថាតើកន្លែងណាគេយកដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានឥទ្ធិពលឬក៏មានជាសំអាងនៅក្នុងការតវ៉ាប្តឹងផ្ដាល់គេដែរមិនអញ្ចឹងតំបន់ទីតាំងថ្មីទាំង12កន្លែងហ្នឹងយើងដឹងហើយខ្ញុំសរុបសេចក្តីមកវិញគឺនៅខេត្តព្រះវិហារគឺមានតំបន់មុំ3ភ្នំ669អូផ្កាស្នេហ៍ភ្នំ677ភ្នំ500ប្រាសាទម្ដុំប្រាសាទដូនទុនភ្នំ505ភ្នំ333តាសឹមនិងចាក់ច្រែងអានេះគឺជាទីតាំងថ្មី10កន្លែងថ្មីទៀតដែលខ្ញុំនិយាយថានៅក្នុងខេត្តព្រះវិហារដែលអត់មានចូលលើកមុនសរុបមកវិញខេត្តឧត្តរមានជ័យមាន2គឺតំបន់ភាគអាគ្នេយ៍ប្រាសាទតាមាន់ធំនិងភូមិថ្មដូនខាងលិចតំបន់ដំណាក់ស្ដេចហើយចាំមើលរដ្ឋាភិបាលកម្ពុជាថ្លែងសារតវ៉ានេះគាត់ថាម៉េចគាត់ដាក់ថាកម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបានរៀបរាប់ខាងលើឬនៅក្នុងតំបន់ផ្សេងទៀតក្រោមកាលៈទេសៈស្រដៀងគ្នាជៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀតក្នុងតំបន់ខាងលើនិងធានានៅការអនុវត្តកិច្ចព្រមព្រៀងនិងការរៀបចំពាក់ព័ន្ធទាំងអស់រវាងប្រទេសទាំងពីរឲ្យបានពេញលេញនិងស្មោះត្រង់ក្នុងគោលបំណងបន្ធូរបន្ថយស្ថានភាពលើកកម្ពស់ការជឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងរក្សាសន្តិភាពស្ថិរភាពនិងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជាថៃអំពាវនាវ
គេមកឈ្លានពានយើងគេរំលោភដែនអធិបតេយ្យយើងគេសង់លបងគេដាក់បលាលួសគេដាក់កុងតឺន័រគេដាក់ស្អីសពបែបយ៉ាងយើងអំពាវនាវសុំឲ្យគេឈប់ធ្វើតទៅទៀតគេលួចយើងគេប្លន់យើងគេសម្លាប់បងប្អូនយើងអង្វរចោលតើមានរបបដឹកនាំរបៀបដឹកនាំប្រទេសនៅក្នុងសម័យណាដែលយើងធ្វើដូច្នេះនោះខ្ញុំមិនទាមទារឲ្យទៅវាយគេទៅបាញ់ផ្លោងទៅធ្វើសង្គ្រាមអីទេយើងធ្វើមិនឈ្នះគេទេយើងដឹងរឿងហ្នឹងហើយប៉ុន្តែវាមិនមែនបានន័យថាយើងធ្វើមិនឈ្នះគេហើយយើងសុកចិត្តបដ ாய் ឲ្យគេយកបានស្រេចចិត្តហើយយើងនៅតែតវ៉ានៅតែទាមទារនៅតែបដិសេធនៅតែជំទាស់នៅតែជូនដំណឹងនៅតែស្នើសុំអីអញ្ចឹងទេគឺយើងត្រូវដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដែលជាយន្តការតែមួយគត់នៅពេលនេះដែលមិនត្រូវការសង្គ្រាមមិនត្រូវការអីទាំងអស់រដ្ឋាភិបាលអត់ដាក់ប្តឹងធ្វើអីគាត់ចឹងបានថាបើនៅស្រុកអាមេរិកអីវ៉ានេះ24ម៉ោងនឹងរដ្ឋាភិបាលនេះគឺចោះបាត់ហើយប៉ុន្តែយើងវាចាក់អកុសលអញ្ចឹងយើងនាំគ្នាតែចេះតែយំស្រែកអញ្ចឹងគ្រប់តែគ្នាទៅហើយនាំគ្នាបោះឆ្នោតឲ្យគណៈបកកណ្ដាលអំណាចទៀតទៅហើយអង្គុយយំទៀតទៅតាមពិតយើងទាំងអស់គ្នាគួរបន្ទោសខ្លួនឯងណាខ្ញុំនិយាយឲ្យស្មោះត្រង់ខ្ញុំមិនចង់ស្ដីបន្ទោសប្រជាពលរដ្ឋទេព្រោះខ្លួនកាលយើងរងសម្ពាធរងអីវាធ្ងន់ធ្ងរពេកការគម្រាមកំហែងគឺយើងត្រូវស្ដីបន្ទោសខ្លួនឯងកុំសួរថាជាតិនេះអាចធ្វើអីជួយសម្រាប់អស់លោកបានតែសួរខ្លួនឯងវិញតើយើងបានបំពេញករណីយកិច្ចក្នុងនាមជាប្រជាពលរដ្ឋដែលឈឺចាប់នឹងបានគ្រប់គ្នានៅទៅស្ថានីយបោះឆ្នោតគឺត្រូវតែគូសឲ្យគណៈបកមួយដែលខ្លួនគិតថាត្រូវតាទឹកភ្នែកយ៉ាងម៉េចក៏ត្រូវតែអត់មានជំរើសអត់មានបង្ហាញអំពីសម្លេងរបស់ខ្លួនថាខ្ញុំមិនពេញចិត្តទេការបោះឆ្នោតនេះគឺមិនសេរីត្រឹមត្រូវនឹងយុត្តិធម៌គឺខ្ញុំគូសស្លឹកឆ្នោតចោលខ្ញុំមិនទៅបោះឆ្នោតខ្ញុំអីអត់ប៉ុន្តែអាញាធរគេរកវិធីគម្រាមកំហែងគ្រប់រូបភាពដូចសម័យខ្មែរក្រហមអញ្ចឹងគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចនេះហើយដែលធ្វើឲ្យរបបខ្មែរក្រហមកាន់អំណាច3ឆ្នាំ8ខែ20ថ្ងៃស្លាប់មនុស្សអស់1លាន7សែននាក់ហើយសួរថាពួកគាត់នឹងនៅតែអញ្ចឹងនៅតែរងចាំតែថ្ងៃរស់មួយថ្ងៃចិត្តតែគិតថារស់បានមួយថ្ងៃទេប៉ុន្តែអត់មានការតវ៉ាអីទាំងអស់គេយកទៅសម្លាប់កូនក្មេងអូសកភ្លើងនៅដីអាយុ12ឆ្នាំបាញ់សម្លាប់ម៉ែឪខ្លួនឯងក៏បាញ់ទៅក៏ដូចថាធ្វើមិនបើយើងនៅក្នុងស្ថានភាពបែបសម័យនេះហើយយើងអាចធ្វើអញ្ចឹងឯងបងប្អូនខ្ញុំអត់ចង់ឲ្យបងប្អូនទៅក្រោកបះបោតវ៉ាទម្លាក់រដ្ឋាភិបាលអីទេហើយដូចខ្ញុំនិយាយអញ្ចឹងគ្រួសារតកូលណាក៏ដោយកាន់ប្រទេសកាន់ទៅតកូលសុកតកូលកម្មតកូលហ៊ុនតកូលទាតកូលរងតកូលសំតកូលសតកូលអីកាន់ទៅអត់បញ្ហាអីទេខ្ញុំគ្រាន់តែឈឺក្បាលទេសំខាន់ថាតើប្រជាពលរដ្ឋអាចបញ្ចេញមតិរបស់ខ្លួនហើយមានសម្លេងអាចស្ដាប់បានអត់តើប្រជាពលរដ្ឋគ្រប់គណៈបកនយោបាយនឹងអាចឈឺចាប់អីអញ្ចឹងរឿងទឹកដីអីអញ្ចឹងអាចនិយាយកើតអត់ឥឡូវនិយាយកើតទេសួរស្រុកខ្មែរនរណានិយាយបានអត់សោះរឿងគេប្រាប់រឿងគេមិនប្រាប់ស្រាច់គេរឿងគេចង់ធ្វើនយោបាយប្រជាពិធដ្ឋគេចង់ពវៀងព្រឹត្តិការណ៍មិនក៏យើងទៅតែលងតាមគេរហូតរឿងកំពុងតែស្រុកចលាចលបន្តិចមានព្រះអង្គប្រសង់បាក់ផ្លិតណាមកចឹងទៅផ្អើលពេញចឹងទៅវល់ទៅជួនកាលទៅចេញរឿងអីណាតិចទៀតចេញទៀតមានព្រឹត្តិការណ៍អីមួយចឹងទៅយើងនាំគ្នាវល់អស់ពីនេះទៅចេញសង្ក្រានអង្គរឯណាលះហាលលះអីឯណាអូយលះហាលរាប់តោនដូចនៅកំពង់ចាមកំពង់អីហ្នឹងគឺសម្បើមណាស់ពិធីបុណ្យដ៏គួរឲ្យអស្ចារ្យយ៉ាងហោចណាស់ក៏សម្លាប់លះរាប់លានលះដែលខ្ញុំមិនថាទេព្រោះលះវាជាចំណីរបស់មនុស្សក៏ប៉ុន្តែវាមើលទៅវាដូចជាខុសខើដូចយើងថាពិធីសាសនាពុទ្ធសាសនាប្រពៃណីទំនៀមទម្លាប់ខ្មែរមួយដែលគួរថាជាពិធីលែងសัตว์ណាមិនអញ្ចឹងហ៎ពិធីរំដោះគ្រោះប្រោះសัตว์ទៅយើងនាំគ្នាអបអរសាទរលះហាលប៉ុណ្ណេះតោនសម្រាប់លះនឹងទៀតទៅជាការពិតបងប្អូនខ្ញុំនិយាយនឹងវាហាក់បីដូចជាលើសតិចដែរព្រោះលះនឹងវាជាចំណីរបស់មនុស្សក៏ប៉ុន្តែចំណីរបស់មនុស្សហើយយើងអត់គួរណាដែលធ្វើឲ្យវាកកឹកកក្រែងជាងអ្វីដែលជារឿងថ្ងៃធម្មតាទៀតទេព្រោះអាពិធីធំអញ្ចឹងយើងយកលះនឹងសិតតែជាលះរស់តាដល់ពេលយើងយកមកអ្នកដែលកាន់សាសនាពុទ្ធអ្នកដែលកាន់អីហ្នឹងតើយើងអាចទៅលេបចូលទេតែយើងសម្លាប់សัตว์ក្នុងន័យអញ្ចឹងណាបងប្អូនខ្ញុំម្ដងទៀតខ្ញុំថាវាលើសនឹងត្រង់ថាស្ដាប់ទៅចេះតែរិះគន់ពេកហើយគេដាក់លៀសនឹងដើម្បីឲ្យបងប្អូនសុបាយទទួលទានទៅក្អាយសុបាយវាដូចថាវា
អញ្ចឹងព្រឹត្តិការណ៍អញ្ចឹងដែលបងប្អូនប្រជាពលរដ្ឋចេះតែរិះគន់ចេះអីចឹងទៅប៉ុន្តែមិនអីទេធម្មតាទេបងប្អូនបន្តទៅទៀតទៅព្រោះអីគេខំប្រឹងធ្វើដែរតែយើងនឹងរិះគន់ច្រើនរឿងពេកឥឡូវយើងវិលមកពីរឿងតាក់ទងនឹងរឿងប្តឹងយើងអត់ប្តឹងហើយយើងចង់បានអីឥឡូវហ្នឹងខ្ញុំអត់ដឹងទេណាឥឡូវស្លេះរឿងហ្នឹងសិនទៅគឺយើងតវ៉ាហ្នឹងសូម្បីតែម្សិលមិញមេធាវីថាគេមករំលោភបំពានដែនអធិបតេយ្យខ្មែរដល់ក្នុងសាលដីកាថៃរំលោភបំពានចូលដល់ប្លង់រឹងទៀតអាសប្តាហ៍ថ្ងៃនេះខ្ញុំនិយាយថាភូមិព្រៃច័ន្ទភូមិជោគជ័យស្អីតំបន់20 30ហ្នឹងថាប្លង់ទុនចោះខ្ញុំនិយាយនេះបងប្អូនរកម្មចិត្តទេប្លង់ទុនហ្មិនប្លង់រឹងត្រូវហើយដោយសារតែគេទាយើងទាបានន័យថាក្នុងន័យហ្នឹងគឺវាប្រទៀងបតុងគ្នាហើយវានៅទុនប៉ុន្តែឥឡូវគេទុនអីគេយកអស់ហើយគេកំពុងតែរៀបចំធ្វើប្លង់រឹងហើយដែលយើងហ្នឹងគឺអត់ស្ញេញអញ្ចឹងហើយតែសំខាន់អាប្លង់រឹងដែលយើងមានស្រាប់នៅអាប៉យប្រាសាទព្រះវិហារហើយតំបន់វត្តកែវសិក្ខាគិរីស្វារៈនេះដែលមានក្នុងដីកាសាលដីការបស់តុលាការ ICJ ទាំងពីរលើកយើងឲ្យថៃយកបានទៀតហើយទៅយើងអត់ព្រមទៅប្តឹងគេទៀតហើយយើងនៅអំពាវនាវយើងនៅតវ៉ាខ្ញុំសូមសរសើរនៅភាពអត់ធ្មត់របស់កម្ពុជានេះគឺជាភាពចម្លែកលើលោកព្រោះដោយសារអីកម្ពុជាអត់ដែលអត់ធ្មត់ជាមួយខ្មែរគ្នាឯងទេងើបមួយវាយមួយគឺវាយដល់ផ្ទះចាប់ចងកាប់សម្លាប់ទៅកបួចទៅដល់ថៃក៏ឲ្យគេយកមកចាប់បានទាំងសាកសពក៏យកមកដែរដូចលោកផនផាណាអីគឺថាធ្វើទុកបុកម្នេញអ្នកទៅដល់ម៉ាឡេក៏ចាប់កបួចគ្នាមកឲ្យមកជាប់គុកនៅស្រុកខ្មែរវិញអីចឹងគឺយើងធ្វើអត់មានដែលពាក្យថាអនុគ្រោះយោគយល់អត់អោនបានស្ងប់ស្ងាត់អីចាដែលធ្វើផងហ្នឹងសម្រាប់ខ្មែរគ្នាឯងហេតុអីបានជាយើងធ្វើជាមួយថៃបានហើយរឿងថៃនេះរឿងថៃរំលោភឈ្លានពានដែនអធិបតេយ្យយើងទៀតតើហេតុអីបានជាសភាវៈដែលប្លែកកលັບចាក់នេះយើងអាចធ្វើកើតខ្ញុំពងតែឆ្ងល់ហើយជឿថាប្រជាប្រដ្ឋនៅស្រុកខ្មែរគ្មាននរណាមិនដឹងរឿងហ្នឹងទេប៉ុន្តែក៏អត់ហ៊ាននិយាយអានេះឯងដែលខ្ញុំនិយាយថាសិទ្ធិសម្រេចនៅលើកណ្ដាប់ដៃរបស់បងប្អូនយើងសុកចិត្តសឹមស្ដាប់ចម្រៀងបដិវត្តចឹងទៅឲ្យគេសម្លាប់ហើយដល់ពេលហើយមកអង្គុយយំចាំមកថារាល់ថ្ងៃនេះកុំបានបងប្អូនខ្មែរនៅក្រៅប្រទេសទេសិតតែចោតគេរត់ចោលស្រុកកុំបានអ្នករត់ចោលស្រុកហ្នឹងទេសប្ងៃស្រុកខ្មែរហ្នឹងមិនដឹងជាយ៉ាងម៉េចទេនិយាយស្អីក៏តែមិនបានដែរអ្នករត់ចោលស្រុកនេះអត់ដែលភ្លេចស្រុកទេគឺគិតពីស្រុកគ្រប់វិនាទីព្រោះវាជាឈាមខ្មែរឈឺចាប់ហូបបាយមួយពេលហូបនំម្ដុំក៏នឹកឃើញអំពីភាពវេទនាដល់ស្រុកខ្មែរភ្លាមអានេះហើយគឺជាបេះដូងរបស់ខ្មែរនៅក្រៅស្រុកដែលរងការចោទប្រកាន់ថាជាអ្នករត់ចោលស្រុកនោះលុយបេះពីមាត់ពីកយកទៅជួយគ្រប់ជួយលុយនឹងត្រូវបានក្រុមពួកឃោសនិកគណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលនឹងមកចោទថាទៅបោកប្រាស់ស្អីណាយកលុយនឹងមកចូលស្រោមសបុតស្រោមអីចុះនរោឲ្យអស់លោកឥឡូវនេះចូលដល់ព័ត៌មានទី2ជាដំណឹងល្អមួយដែរសម្រាប់បងប្អូនដែលស្រឡាញ់ប្រជាធិបតេយ្យក៏ប៉ុន្តែជាដំណឹងអកុសលសម្រាប់ក្រុមផ្ដាច់ការទៅវិញទេព្រោះបុគ្គលិក VOA សម្លេងសហរដ្ឋអាមេរិកទាំងអស់ត្រូវបានតុលាការបង្គាប់ឲ្យចូលធ្វើការវិញបាទនេះគឺជាសេចក្តីសម្រេចរបស់តុលាការថ្នាក់ជាតិរបស់អាមេរិកគឺនៅរដ្ឋធានី Washington កាលពីម្សិលមិញថ្ងៃទី17នេះគឺលោកចៅក្រមដែលកាន់ក្តីនេះគឺឈ្មោះលោក Royce Lambert បានបង្គាប់ឲ្យអង្គការមេរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA គឺអង្គការ USAGM ដែលជាទីភ្នាក់ងារបណ្ដាញសារព័ត៌មានគ្រប់គ្រងសារព័ត៌មាននៅអាមេរិកទាំងអស់ដែលជាមេបារបស់វិទ្យុអាស៊ីសេរីផងវិទ្យុសម្លេងសហរដ្ឋអាមេរិកផងវិទ្យុអឺរ៉ុបសេរីផងវិទ្យុផ្សេងទៀតដែលមានកញ្ចប់ថវិកាប្រមាណ$1000 លានតែលោកត្រាំពេលដែលលើកអ្នកស្រី Carrie Lake ឲ្យមកកាន់ USAGM ហ្នឹងគឺថាប្រឈប់បុគ្គលិកចោលខ្ទេចវិទ្យុអាស៊ីសេរីមកដល់ម៉ោងនេះអត់ទាន់មានការងារធ្វើទេគឺឈប់មួយឆ្នាំហើយហ្នឹងបុគ្គលិកសម្លេងសហរដ្ឋអាមេរិកហ្នឹងឈប់តាំងពីថ្ងៃទី15ខែ16ខែមីនាឆ្នាំទៅឥឡូវនេះគឺមួយឆ្នាំ12ខែជាងហើយនេះប៉ុន្តែលោកចៅក្រមរូបនេះបានសម្រេចថាអ្វីដែលជាការសម្រេចរបស់អ្នកស្រី Carrie Lake ដែលជាអ្នកដែលចាត់តាំងពីលោកត្រាំមកឲ្យកាន់ USAGM នេះគឺជាការធ្វើមិនត្រឹមត្រូវប្រឆាចពីរដ្ឋធម្មនុញ្ញពីអីអញ្ចឹងសពបែបយ៉ាងហើយបណ្ដឹងនេះគឺក្តាក់ប្តឹងអ្នកស្រី Carrie Lake ពីមនុស្ស2នាក់ទី1គឺលោក Michael Abramowitz
លោក Michael Abramovich នេះគឺជាប្រធានVOA នឹងតែម្ដងបាទគឺប្រធានស្ថាប័នវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ហើយមានអ្នកឆ្លើយឆ្លងព័ត៌មានឬក៏ប្រធានការិយាល័យអឺប្រចាំនៅសេតវិមានរបស់ VOA ហ្នឹងគឺអ្នកស្រី Patsy អឺ Vida Kutswara ក៏ទាំងពីរអ្នកហ្នឹងប្តឹងអ្នកស្រី Carrie Lake ហ្នឹងពីរឿងបញ្ឈប់បុគ្គលិកឬក៏កាត់លុយកាត់អីសពបែបយ៉ាងឥឡូវនេះតុលាការសម្រេចឲ្យពួកគាត់ទាំងពីរឈ្នះក្តីហើយបង្គាប់ឲ្យ USAGM នេះគឺឲ្យអ្នកស្រី Carrie Lake និយាយទៅគឺឲ្យប្រគល់អ្វីសពបែបយ៉ាងឲ្យបុគ្គលិកអាស៊ីសេរីសំទោសបុគ្គលិកសម្លេងសហរដ្ឋអាមេរិក VOA នេះឡើងវិញទាំងអស់ឲ្យបើកផ្សាយឡើងវិញទាំងអស់ឲ្យចូលធ្វើការវិញត្រឹមថ្ងៃទី23ខែមីនាឥឡូវថ្ងៃនេះថ្ងៃទី18នៅតែ5ថ្ងៃទៀតទេបងប្អូនគឺជាថ្ងៃកំហិតដែលឲ្យអ្នកទាំងអស់នោះចូលធ្វើការវិញទាំង1042នាក់បាទ1042នាក់ឲ្យបញ្ឈប់គ្នាវិទ្យុសម្លេងសហរដ្ឋអាមេរិកអត់មានអីផ្សាយទេដូច្នេះនេះគឺជាការជោគជ័យមួយធំណាស់សម្រាប់ការតស៊ូក្តីរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកហើយនេះក៏បង្ហាញថាសហរដ្ឋអាមេរិកមិនមែនរងឥទ្ធិពលក្រោមមេដឹកនាំស្រេចតថាទេលោកត្រាំគាត់កាន់អំណាចស្រេចតថារដ្ឋធម្មនុញ្ញគេមានគឺគាត់ធ្វើអីផ្ដេសផ្ដាស់ស្រេចចិត្តដូច្នេះច្បាប់គេមិនអាចឲ្យគាត់ជិះសេះលែងដៃបានទេគឺអញ្ចឹងស្រឡាញ់អញ្ចឹងស្រឡាញ់អាប្រទេសប្រជាធិបតេយ្យនឹងស្រឡាញ់កន្លែងហ្នឹងអ្នកណាដែលគេមិនឲ្យយើងអាជ័យធ្លាក់ទឹកហើយអើស្អីមកបំផ្លាញស្ថាប័នគេដែលមាន200ឆ្នាំមកហ្នឹងអ្នកមេដឹកនាំណាក៏ដោយមិនមែនតែលោកត្រាំលោកស្អីក៏ដោយឲ្យតែមកបំផ្លាញប្រព័ន្ធគឺគេការពារក្រាញនានាលចឹងមានចាំបាច់មានតឡាការឯករាជ្យទៅអីបើសិនយើងធ្វើអីស្រាច់ចិត្តចឹងតែកម្ពុជាយើងបាយ3ពំនូតនៅម្ដុំក្តាប់ជាប់គ្នារដ្ឋាភិបាលក៏មិនដឹងរដ្ឋាភិបាលតុលាការក៏មិនដឹងតុលាការសភាក៏មិនដឹងសភាមកដល់ម៉ោងនេះគឺបាយបិណ្ឌជាបាយបាតប៉ុន្តែនៅអាមេរិកនេះណាទោះជាយើងឃើញរូបភាពស្រអាប់ប៉ុណ្ណាប្រព័ន្ធដឹកនាំរដ្ឋរបស់គេប្រជាធិបតេយ្យគេនៅរឹងមាំណាស់ហើយចៅក្រមនេះអត់មានហើយចៅក្រមនេះគឺជាកូតារបស់គណៈបក្សសាធារណរដ្ឋរបស់លោកត្រាំទៀតកូតារបស់សាធារណរដ្ឋលោកត្រាំដែលជាកូតាយកមកឲ្យដើម្បីការពារគណៈបកកណ្ដាលអំណាចចង់គាត់សម្រេចលើក្តីយុតិធធអត់មានសម្រេចលើអធិបុលអ្នកនយោបាយទេឃើញទេហើយលោក Royce Lampert នេះប្រឆាំងនឹងដីកាប្រជុំបុគ្គលិកអាស៊ីសេរីប្រជុំ VOA នឹងមកយោមកហើយប៉ុន្តែសំខាន់បំផុតថាតើរដ្ឋបាលលោកត្រាំនឹងធ្វើតាមសេចក្តីសម្រេចរបស់តុលាការនេះឬយ៉ាងណាយើងតាមដានតទៅទៀតណាខ្ញុំជឿថាលោកត្រាំគ្មានជំរឿសអីទេព្រោះតុលាការអាមេរិកនេះខ្លាំងណាស់មិនមែនដូចតុលាការនៅស្រុកប្រទេសកុម្មុយនីសណាទេគឺតែថាមិនអញ្ចឹងហើយបើថាមិនអនុវត្តតាមចាំតែរងផលប៉ះពាល់យើងអាចផ្កើនដីកានឹងបានទៀតប៉ុន្តែប្រជាពលរដ្ឋអាមេរិកជាទូទៅអត់ពេញចិត្តទេសូម្បីតែអ្នកនៅក្នុងគណៈបកកណ្ដាលអំណាចរបស់លោកត្រាំនឹងក៏មិនពេញចិត្តនឹងការបំផ្លាញស្ថាប័នឯករាជ្យគេដែរគេចង់បានលោកត្រាំមកដឹកនាំប្រទេសប៉ុន្តែគេមិនចង់ឲ្យប្រព័ន្ធដឹកនាំរដ្ឋមួយរលាយទេទូកទៅកំពុងនៅយើងសាកគិតមើល10 20ឆ្នាំទៅមុខទៀតបើលោកត្រាំធ្វើអីបានស្រេចចិត្តតើរចនាសម្ព័ន្ធប្រទេសនេះនឹងត្រូវរលាយរលត់ប៉ុណ្ណាទៅដូច្នេះគេមិនឲ្យរឿងនេះរលាយរលត់អញ្ចឹងទេហើយលោកត្រាំអាចរកម្មចិត្តទៅអាចនឹងតវ៉ាអាចនឹងខ្ទាស់អាចនឹងប្តឹងឧទ្ធរណ៍ប្តឹងអីទៀតយើងចាំមើលតទៅទៀតបងប្អូនសួរថាចង់បើវិទ្យុអាស៊ីសេរីវិទ្យុ VOA គេទាឲ្យមកវិញតើបានបើកឡើងវិញទេខ្ញុំអត់ទាន់ដឹងទេព្រោះអីវាគ្រាន់តែជាដីកាតុលាការថ្ងៃ25ថ្ងៃ23នេះយើងចាំមើលតទៅទៀតតើគេព្រមអនុវត្តឬអត់បើអត់ទេតឡាការអាចនឹងចេញដីកាបន្ទាន់បង្ខំមួយដើម្បីបង្គាប់ឲ្យអនុវត្តហើយថាពួកគាត់វិលចូលមកធ្វើការយ៉ាងណាយើងតាមដានតទៅដូចខ្ញុំជម្រាបចឹងឈប់មួយឆ្នាំហើយតើត្រូវបើកលុយឲ្យឡើងវិញឬក៏ជាពាក់សងអីយ៉ាងម៉េចហើយតើកាយាល័យនឹងកដោស៊ីករាកាត់អីយ៉ាងម៉េចអស់ឲ្យព្រោះបិទយូរឆ្នាំពេកទៅត្រូវការពេលប្រមាណដើម្បីចាប់ផ្ដើមឡើងវិញអានឹងគឺជារឿងយើងតាមដានតទៅវិទ្យុអាស៊ីសេរីជាកញ្ចប់លុយនៅក្នុង USAGM ហ្នឹងគឺតិចណាស់វិទ្យុអាស៊ីសេរីបានត្រឹម50-60 លានទេ9ភាសាបានតែ50-60 លាននៃកញ្ចប់លុយគេ1000 លានដុល្លារហើយវិទ្យុ VOA នេះគឺលុយ200 លានដុល្លារជាងដូច្នេះបើអាធំនេះគេទៅជាស្វ័យប្រវត្តិយូរទៅអាស៊ីសេរីក៏នឹងបានតិតក់អីគេដែរខ្ញុំមានសុទ្ធិធិនិយមអញ្ចឹងដូច្នេះបើសិនជា VOA បើកវិទ្យុអាស៊ីសេរីក៏នឹងអាចមានថវិកាខ្លះវិញតែបានគ្រប់ភាសាឬយ៉ាងម៉េចយើងនឹងពិបាករកម្មរកុសជាមួយនឹងរដ្ឋបាលលោកត្រាំរហូតតផុតអាណត្តិគាត់ហើយមានគណៈបកប្រជាធិបតេយ្យឡើងវិញបានអ្វីវិលមករកភាពប្រក្រតីវិញអញ្ចឹងត្រូវចាំអានឆ្នាំទៀត
ឆ្នាំ2028បានមានបោះឆ្នោតឡើងវិញដូច្នេះមកដល់ម៉ោងនេះគឺលោកត្រាំគឺគាត់នឹងធ្វើឲ្យអស់ពីលទ្ធភាពមិនឲ្យចាញ់ចិត្តគេទេគាត់នឹងធ្វើយ៉ាងម៉េចដកលុយកាត់លុយអីចឹងបន្តទៅទៀតទៅហើយនឹងឃើញថារឿងនេះគឺវានៅតែរកម្មអីចឹងប៉ុន្តែយ៉ាងណានេះជាដំណឹងល្អដែរបាទឥឡូវអស់ពីរឿងលោកត្រាំឥឡូវចូលដល់រឿងថៃវិញម្ដងថៃចាប់ផ្ដើមសង់គម្រោងរបងព្រំដែនសាកល្បងនៅច្រកព្រំដែនដែលកំពុងតែមានរឿងសង្កាត់ថៃគឺធ្វើស៊ីអារម្មណ៍របស់កម្ពុជាសម្បើមណាស់ម្សិលមិញនេះគឺក្រមយោធាថៃចុះទៅតំបន់មួយចាប់ផ្ដើមវាស់វែងដោយខ្លួនឯងអត់មានការព្រមព្រៀងពីខ្មែរទេនៅក្នុងប៉ុន្តែគេថាបានជជែកជាមួយខ្មែរហើយប៉ុន្តែតំបន់ដែលគេកំពុងតែគ្រោងសាងសង់ជារបងព្រំដែនសាក់លបងគេថាបើជោគជ័យគេនឹងចាប់ផ្ដើមធ្វើពីដើមខែមេសាទៅអញ្ចឹងណាហើយធ្វើនៅខេត្តបៃលិនបងប្អូននៅចន្ទបុរីបៃលិនគឺនៅម្ដុំច្រកដែលយើងគិតថាបៃលិនហើយនឹងចន្ទបុរីនេះសង្គ្រាមប្រមាណ2លើកនេះអត់មានប៉ះពាល់អីរឿងព្រំដែននឹងទេព្រោះព្រំដែនដែលប៉ះពាល់ខ្លាំងជាងគេអត់មាននៅខេត្តបៃលិនទេគឺមាននៅព្រះវិហារមាននៅប្រទាយមានជ័យឧត្តរមានជ័យមានអីចឹងខេត្តពោធិ៍សាត់អីណានោះដូច្នេះរឿងដែលខេត្តបៃលិននេះគឺថៃអាចធ្វើអីក៏បានដែរបើយើងនិយាយឲ្យមែនតើណាព្រោះអីវាអត់មានចំនួនគ្នាប្រទីងបតុងគ្នាអីខ្លាំងអញ្ចឹងធ្វើរបងនេះវាគ្រាន់ជានិមិត្តរូបទេប៉ុន្តែថៃអត់ត្រូវការធ្វើរបងដោយឯកតោភាគីចុះកម្ពុជាទាឲ្យវាស់វែងមកកណោកន្លែងដីដែលយកពីខ្មែរបានហេតុអីក៏មិនធ្វើតែបើធ្វើប្រទេសផ្ដាស់ចេះវិញថ្ងៃនេះចុះទៅភូមិជោគជ័យគាត់ចុះទៅភូមិជោគជ័យមានមន្ត្រីសូរិយោដីនិងទាហានថៃចុះទៅភូមិជោគជ័យវាស់ដីដើម្បីកាត់ដីចំនួន70រ៉ៃឲ្យប្រជាពលរដ្ឋថៃ3គ្រួសារអត់មានពាក់ព័ន្ធនឹងខ្មែរអីបន្តិចអាពេលដែលយើងហៅគេឲ្យមកវាស់វែងយើងវល់គេប្រមាណសារគេថាចាំរដ្ឋាភិបាលគេរៀបចំសិនអត់មានគណៈកម្មការណាដល់ឥឡូវឃើញគេចុះទៅវាស់វែងដើម្បីចែកដីឲ្យប្រជាពលរដ្ឋថៃហើយយើងនៅនឹងទៀមទាតវ៉ាប្រឆាំងទៀមទាតវ៉ាប្រឆាំងអត់ដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហើយសង្ឃឹមថាបានដីមកវិញខ្ញុំអត់ដឹងដែរបាទយើងចាំមើលឃើញគាត់បានផលយ៉ាងណាជួនកាលគាត់មានល្បិចអីរបស់គាត់ពិសេសអីយើងអត់ដឹងដែរអឺបាទអស់ពីហ្នឹងឥឡូវចូលដល់រឿងតំណែងថៃម្ដងតំណែងថៃសម្រុកចូលដីកម្ពុជាពីឡាវអភិបាលខេត្តស្ទឹងត្រែងថាកម្ពុជាអត់អាចខាត់បានទេខ្លាចខុសច្បាប់អន្តរជាតិកម្ពុជាគោរពច្បាប់ណាស់បាទតឹងតែងរឿងគោរពប៉ុន្តែធ្លាប់ហាមឃាត់ប្រេងសាំងថៃធ្លាប់អីបន្លែបង្ការថៃមានចាំទេអាកាលលោកហ៊ុនសែនចេញបញ្ជាឲ្យហាមផលិតផលទាំងអស់នេះមិនឲ្យមកចុះអានឹងអត់ខ្លាចខុសច្បាប់ WTA ដែលស្អី World Trade Organization អង្គការពាណិជ្ជកម្មពិភពលោកអីអញ្ចឹងលោកអភិបាលខេត្តស្ទឹងត្រែងនេះចេញមកគឺគេរិះគន់គាត់ណាស់ដែរប៉ុន្តែបងប្អូនអភិបាលខេត្តអត់មានសិទ្ធិសម្រេចទេទៅរករឿងលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនឯណោះព្រោះរឿងជាតិប៉ុណ្ណានៃរឿងថៃគេដឹងហើយតែអត់មានឆ្លងកាត់តាមព្រំដែនគេត្រូវការយកច្រកឡាវមកគេបញ្ជូនមកពីឡាវចឹងអភិបាលខេត្តស្ទឹងត្រែងគឺលោកសសុពុត្រាលោកសសុពុត្រានេះផ្ដល់បទសម្ភាសថាយើងមិនអាចទៅធ្វើអីផ្ដេសផ្ដាស់ខុសច្បាប់អន្តរជាតិខ្លាចគេដាក់ទណ្ឌកម្មយើងលោកសពុត្រាខ្សោយណាស់បើយើងនិយាយភាសាគាត់អត់ដូចសម្ដេចរបស់លោកទេលោកហ៊ុនសែនណាកុំថាអ្នកណាដាក់ទណ្ឌកម្មដក ABA 20%ដក100%ក៏បានដែរមិនខ្ចីដង្ហើមនៅឯងដកទេខុសអីខុសទៅបើយើងចង់ផ្កើប៉ុន្តែលោកនិយាយរបៀបច្បាប់ឡើងប្រហើថាយើង WTO យើងអត់អាចនេះយើងកំពុងរងបញ្ហាផងតែពេលយើងទៅបិទទៀតគឺគេដាក់ទណ្ឌកម្មយើងទៀតមិនដឹងវេទនាយ៉ាងណាខ្ញុំសូមសរសើរលោកសសុភត្រាដែលជាអភិបាលខេត្តស្ទឹងត្រែងក្នុងការនិយាយត្រឹមត្រូវវាគ្មានច្បាប់ណាដែលអាចហាមឃាត់ផលិតផលនៃប្រទេសណាមួយជាដៃគូពាណិជ្ជកម្មយើងបានដោយគ្មានហេតុផលទេយើងអត់អាចហាមផលិតផលគេដោយសារតែចំនួនព្រំដែនរឿងព្រំដែនមានតាក់ទងអីរឿងបន្លែបការឿងសាំងរឿងព្រំដែនមានរឿងតាក់ទងអីនឹងការនាំចូលទំនិញគ្រឿងសំណង់ព្រោះអាហ្នឹងគឺជាលំហូរពាណិជ្ជកម្ម WTO អង្គការពាណិជ្ជកម្មអន្តរជាតិគេធ្វើតែអញ្ចឹងតារឿងនេះឯងដែលខ្មែរយើងកសិករខ្មែរចង់ដាច់ខ្យល់ស្លាប់ដោយសារតែយើងប្រកាន់គោលការណ៍ត្រឹមត្រូវពេកពេលខ្លះ
យើងច្បាស់លាស់តែពេលគោរពច្បាប់តែអញ្ចឹងយកហេតុផលជ្រូកក៏នាំចូលសក្រីក៏នាំចូលបន្លែបង្ការគ្រប់មុខនាំចូលយើងសិតតែការពារអឺស្អី WTO ហ្នឹងទៅដើម្បីអីយើងនាំចេញទៅគេតែគេនាំចូលច្រើនកសិករយើងដាច់ខ្យល់ស្រូវក៏ចុះថោកកសិផលក៏រកទីផ្សាររកមិនបានដោយសារតែយើងយកលេសថាយើងជាប្រទេសគោរពច្បាប់យើងដែលគោរពច្បាប់ពីអង្កល